អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel I Speak English បាទអញ្ចឹង clear ទី1គឺ clear ថា all talk បាទអញ្ចឹង talk នេះយើងប្រែថានិយាយ all នេះទាំងអស់បាទអញ្ចឹង all talk យើងប្រែថាបានតែសម្ដីបានតែមាត់ណាបងប្អូនបាទ all talk បានតែសម្ដីបានតែមាត់អញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍គេនិយាយថា he's all talk but he can't doing nothing បាទអញ្ចឹង he's all talk but he can't doing nothing បាទម្ដងទៀតបងប្អូន he's all talk but he can't doing nothing អញ្ចឹងប្រយោគនេះយើងប្រែថា he all talk ណាគាត់បានតែសម្ដីទេឬក៏គេនឹងបានតែសម្ដីទេ but ប៉ុន្តែ he cannot ឬក៏ he can't doing nothing ប៉ុន្តែគាត់គ្មានធ្វើអីកើតទេបាទអញ្ចឹងតែគាត់គ្មានធ្វើអីកើតទេគាត់បានតែសម្ដីទេអញ្ចឹងយើងនិយាយថា he's all talk but he can't doing nothing បាទនេះ clear ទី1របស់យើងឥឡូវយើងចូលទៅដល់ clear ទី2បាទ clear ទី2គេនិយាយថា all good អញ្ចឹងយើងប្រែថាគ្មានបញ្ហាណាបងប្អូនបាទ all good នេះប្រែថាគ្មានបញ្ហាបាទស្មើនឹង no problem ដែរណាបងប្អូនបាទ all good ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា okay it's all good okay it's all good ម្ដងទៀតបងប្អូន okay it's all good បាទ okay it's all good អញ្ចឹងប្រយោគនេះយើងប្រែថាមិនអីទេគ្មានបញ្ហាទេបើយើងចង់និយាយថាអត់អីទេគ្មានបញ្ហាទេអញ្ចឹងយើងនិយាយជាភាសាអង់គ្លេសថា okay it's all good បាទ okay អត់អីទេគ្មានបញ្ហាទេបាទ okay it's all good បាទចូលដល់ clear បន្ទាប់គឺថា good at បាទ good at អញ្ចឹង good at នេះប្រែថាពូកែបាទអញ្ចឹង good at នេះប្រែថាពូកែខាងអ្វីមួយណាបងប្អូនបាទអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា I'm not good at English I'm not good at English បាទអញ្ចឹងប្រយោគនេះប្រែថាខ្ញុំមិនសូវពូកែអង់គ្លេសទេបាទខ្ញុំអត់សូវពូកែអង់គ្លេសទេខ្ញុំអត់ពូកែភាសាអង់គ្លេសទេអញ្ចឹងយើងនិយាយជាភាសាអង់គ្លេសថា I'm not good at English បាទ clear បន្តមកទៀតបងប្អូន just kidding បាទអញ្ចឹង just kidding នេះប្រែថានិយាយលេងណាបងប្អូនបាទនិយាយលេងបាទយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា Don't worry I just kidding Don't worry I just kidding បាទអញ្ចឹងប្រែថាកុំបារម្ភអី Don't worry កុំបារម្ភ I just kidding ខ្ញុំគ្រាន់តែនិយាយលេងទេបាទខ្ញុំនិយាយលេងទេ Don't worry I just kidding កុំបារម្ភអីខ្ញុំនិយាយលេងទេបាទ Don't worry I just kidding បាទឥឡូវចូលដល់ clear បន្តមកទៀតថា look after បាទអញ្ចឹង look after អញ្ចឹង look after នេះប្រែថាមើលថែបាទអញ្ចឹង look after នេះខុសពី take care ទាំងថាយើងមើលថែរក្សាណាបងប្អូនបាទ look after នេះវាថាយើងថែរក្សាបាទអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាដើម្បីឲ្យកាន់តែយល់គេថា we must look after our parents we must look after our parents បាទអញ្ចឹងយើងប្រែថា we must ណា must នេះប្រែថាត្រូវតែឬក៏ត្រូវបាទ we must យើងត្រូវ look after មើលថែឬក៏ថែរក្សា our parents បាទ our នេះប្រែថារបស់យើង parent ប្រែថាឪពុកម្ដាយអញ្ចឹងប្រយោគនេះយើងប្រែថាយើងត្រូវមើលថែឪពុកម្ដាយរបស់យើងបាទ we must look after our parents បាទម្ដងទៀតបងប្អូន we must look after our parents we must look after our parents យើងត្រូវមើលថែរក្សាឪពុកម្ដាយរបស់យើងបាទអញ្ចឹងយើងចូលដល់
clear ចុងក្រោយបាទ take care of បាទអញ្ចឹង look after ហ្នឹងមានន័យថាថែរក្សាចំណែក take care of ហ្នឹងក៏មានន័យថាថែបាទថែខ្លួនផងណាបងប្អូនអញ្ចឹងយើងប្រើពាក្យថា take care of មើលថែឬក៏ថែធម្មតាបាទ take care of អញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា take care of yourself បាទអញ្ចឹងយើងប្រាប់គេឲ្យមើលថែខ្លួនផងបាទ take care of yourself take care of yourself ថែខ្លួនផងណាបាទ take care of yourself មើលថែខ្លួនផងណាបាទអញ្ចឹងថ្ងៃនេះយើងមានប្រយោគល្អៗប៉ុណ្ណេះបាទសូមអរគុណដល់បងប្អូនដែលបានចំណាយពេលមកសិក្សាក្នុងคลิปវីដេអូមួយនេះប្រសិនបើបងប្អូនយល់ថាคลิปវីដេអូមួយនេះមានប្រយោជន៍ដល់បងប្អូនអ្នកសិក្សាភាសាអង់គ្លេសសូមបងប្អូនជួយចុច like share ក៏ដូចជា subscribe ដល់ channel យើងខ្ញុំម្នាក់មួយផងសូមអរគុណសូមជួបគ្នាក្នុងคลิปវីដេអូក្រោយ